ជួបគ្នាសាជាថ្មីមករកបរិមាត្ររបស់រង្វង់ថ្ងៃនេះដែរយើងមានរង្វង់ចំនួន2ដោយរង្វង់ទី1គឺ air ស្មើនឹង2សង់ទីម៉ែត្រដោយ air ហ្នឹងគឺជាកម្មនៃរង្វង់ហើយរង្វង់ទី2របស់យើងគេប្រាប់ d ស្មើនឹង4សង់ទីម៉ែត្រ d គឺជាអង្កត់ផ្ចិតនៃរង្វង់ឥឡូវនេះយើងទៅរកបរិមាត្ររង្វង់ទាំងអស់គ្នាដោយរង្វង់ទី1គេប្រាប់កម្មកាលណាគេប្រាប់កម្មយើងត្រូវតាមរូបមន្តC ស្មើនឹង2 air pi ដោយ air របស់យើងគឺជាកម្ម air គេប្រាប់មក2សង់ទីម៉ែត្រចំណែកឯ pi យើងយក3.14បន្តមកទៀតយើងជួយចូលក្នុងរូបមន្តយើងដោយ C ស្មើនឹង2គុណនៃកម្មស្មើនឹង2សង់ទីម៉ែត្រគុណនៃ pi ស្មើនឹង3.14អញ្ចឹងយើងស្មើ2គុណ2ស្មើ4 4គុណនឹង3.14គឺស្មើនឹង12.56សង់ទីម៉ែត្រចាអញ្ចឹងរង្វង់ទី1របស់យើងគឺស្មើនឹង12.56សង់ទីម៉ែត្រចូលមករកបរិមាត្ររបស់រង្វង់ទី2ដោយគេប្រាប់ d ស្មើនឹង4សង់ទីម៉ែត្រយើងត្រូវប្រើរូបមន្តតាមរូបមន្ត C ស្មើនឹង air pi សំទោស C ស្មើនឹង d pi ដោយ d គឺជាអង្កត់ផ្ចិត d របស់យើងគឺស្មើនឹង4សង់ទីម៉ែត្រជាអង្កត់ផ្ចិតនៃរង្វង់ដោយ pi យើងយកស្មើ3.14បន្តមកទៀតយើងជួសជុលក្នុងរូបមន្តរបស់យើងគឺ4សង់ទីម៉ែត្រគុណឲ្យ3.14ស្មើ12.56សង់ទីម៉ែត្រចា៎ជាវិធីសាស្ត្រដែលរកបរិមាត្ររង្វង់